បរិះម្នាក់នេះទៅស្ទូចត្រីតែទៅស្ទូចចំតំបន់ដែលមានសក្ពើធំមែនទែនពេលនោះគាត់ក៏មិនបង្អង់យូរដែរនាំគ្នារបស់គាត់ដើម្បីមកវាយប្រហារចាប់យកសក្ពើនឹងតែម្ដងតែទ្រាំតែចាប់បានក៏ត្រូវប្រើរយៈពេលយូរផងដែរតាមតំបន់មួយឲ្យតែមានទឹកក៏មិនប្រកាសថាมันមានសក្ពើដែរកពើពុះអីគឺសម្បូរខ្លាំងមែនទែនដូចជាកន្លែងមកបនេះអញ្ចឹងមកទៅមិនទំនងថាមានសត្វកពើទេតែចុងក្រោយក៏មានសត្វកពើដ៏ធំមួយក្បាលពួកគាត់ក៏មិនបង្អង់យូរនាំគ្នាដើម្បីទៅប្រមាញ់យកសត្វក្រពើនោះតែម្ដងតែពួកគាត់ក៏ប្រមាញ់បានសម្រេចតែមិនមែនជាក្រពើតូចតាចនោះទេគឺជាសត្វក្រពើដែលធំខ្លាំងមែនទែនហើយនេះក៏ជាសកម្មភាពត្រួសផងដែរបន្ទាប់ពីគាត់ចាប់សត្វក្រពើដ៏ធំមួយក្បាលនោះបានហើយពួកគាត់ក៏បានចងសត្វក្រពើនោះគឺចង់បង្អូសតាមកណូតរបស់គាត់តែម្ដងព្រោះដោយសារគាត់លើកអត់រួចនោះទេដោយសារទំហំវាធំខ្លាំងពេកហើយណាមួយក៏កន្លែងនឹងដៃវាល្អិលហើយក៏ផុងច្រើនផងដែរមានតែវិធីនឹងទេបានអាចយកវាទៅបានបើលើកវាមកស្រស់គឺពិបាករៀងពិបាកបន្តិចហើយព្រោះទំហំរបស់វាគឺធំខ្លាំងមែនទែនមិនមែនគាត់ថាចេញពីបានមួយនេះហើយគាត់ទៅផ្ទះវិញនោះទេគឺទៅរោដេញប្រមាញ់យកកពើបន្តទៀតព្រោះសារកពើគឺมันអាចទុកបានទេតាមតំបន់ដែលគេរោត្រីរោអីគឺมันអាចទុកបានទេបើឧទាហរណ៍ថាទុកមានសត្វកពើនៅក្នុងបឹងនោះហើយក៏មានគេនេសាទមកត្រូវបានកពើនេះវាយប្រហារធ្វើជាចំណីរបស់កពើទៅគឺវាអាចជាគ្រោះថ្នាក់ដល់អ្នកដែលរោត្រីនៅនឹងតែម្ដងដូចនេះហើយពួកគាត់ក៏សម្រេចចិត្តដេញប្រមាញ់យកសត្វទាំងនោះកុំឲ្យមាននៅក្នុងបឹងដែលគាត់តែងនេសាទផងដែរតែសត្វក្រពើនេះគាត់ពេលប្រមាញ់បានយកទៅលក់ក៏មិនតម្លៃថោកដែរបងប្អូនតម្លៃរបស់វាគឺថ្លៃគួរសមផងដែរព្រោះណាមួយវាមិនមែនជាក្រពើដែលចិញ្ចឹមនោះទេវាជាក្រពើដែលធម្មជាតិបើក្រពើដែលចិញ្ចឹមគឺចំណីរបស់វាអាចជាពេលដែលគេហូបទៅគេដាក់ចំណីវាស៊ីទៅវាដូចជាមានធុំក្លិនឆ្អាបអីចឹងណាតែបើថាក្រពើធម្មជាតិបែបនេះគឺរសជាតិរបស់វាគឺឆ្ងាញ់ទៅនេះហើយតម្លៃរបស់វាក៏ថ្លៃគួរសមផងដែរទម្រាំតែបំមាញ់បានគឺប្រើរយៈពេលយូរខ្លាំងមែនទែនហើយគ្នារបស់គាត់គឺមានត្រឹមតែ5នាក់តែប៉ុណ្ណោះគឺអត់មានគ្នាច្រើនទេតែងតែមកប្រមាញ់មក5នាក់កណូតមាន2កណូតហើយមានអីទេវីដេអូនេះមានតែប៉ុណ្្នឹងឯងបើសម្រាប់បងប្អូនចូលចិត្តអីអាចចុច follow ខ្ញុំបានម្នាក់មួយបានបើសិនជាមិនចុចចិត្តក៏មិនអីដែររងចាំពាក្យរិះគន់ពីបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះគឺជាវីដេអូដែលសាមញ្ញទេវាមិនមែនជាវីដេអូដែលកាត់តបែបល្អឥតខ្ចោះដូចតែគេតែងធ្វើនោះទេគឺធ្វើបែបសាមញ្ញចូលសលេងបែបធម្មតាបើធ្វើដូចគេគឺត្រូវប្រើរយៈពេលយូរអានេះខ្ជិលធ្វើ